លោកបណ្ឌិតហែមប្រសើរដឹកនាំសមាជិកសមាជិកាសមាគមតំណាងគណៈបកនយោបាយនិងអ្នកសារព័ត៌មានប្រមាណ100នាក់ធ្វើដំណើរទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រឡាយពូជសាសន៍ទូស្លែងលោកបណ្ឌិតហែមប្រសើរប្រធានសពន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលនិងជាប្រធានសមាគមសពន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាពបានដឹកនាំថ្នាក់ដឹកនាំនិងសមាជិកសមាជិកាសមាគមប្រធាននិងតំណាងគណៈបកនយោបាយនិងអ្នកសារព័ត៌មានប្រមាណ100នាក់ធ្វើដំណើរទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រឡាយពូជសាសន៍ទូស្លែងស21នាព្រឹកថ្ងៃទី4ខែឧសភាឆ្នាំ2025ដំណើរទស្សនកិច្ចនេះប្រារព្ធក្នុងគោលបំណងគោរពវិញ្ញាណក្ខន្ធស្វែងយល់ទស្សនវិជ្ជានិងផុសតាងបន្សល់ពីសង្គ្រាមសោកនាដកម្មនៃការកាប់សម្លាប់ពលរដ្ឋខ្មែរជាង3លាននាក់ក្នុងរបបប្រឡាយពូជសាសន៍ប៉ុលពតនិងដើម្បីចូលរួមផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋជាពិសេសយុវជនជំនាន់ក្រោយបានយល់ដឹងពីតម្លៃនៃសន្តិភាពមូលហេតុនៃការកើតសង្គ្រាមនៅកម្ពុជាពីឆ្នាំ1970ដល់ឆ្នាំ1979ការបញ្ចប់សង្គ្រាមការសង្គ្រោះនិងរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រឡាយពូជសាសន៍ប៉ុលពតនៅថ្ងៃទី7ខែមករាឆ្នាំ1979យុទ្ធសាស្ត្រនាំមកនូវសន្តិភាពនិងការអភិវឌ្ឍដើម្បីចូលរួមថែរក្សាការពារសុខសន្តិភាពឲ្យបានគង់វង្សយូរអង្វែងកុំឲ្យជន់ដានប្រវត្តិសាស្ត្រដោយចំនួនមុនទៀតដែលបាននាំការឈឺចាប់ទុក្ខសោកដល់ពលរដ្ឋនិងប្រទេសជាតិខ្ទេចខ្ទីសូមបញ្ជាក់ថារបបប្រឡាយពូជសាសន៍ប៉ុលពតឬរបបខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេសចាប់ពីថ្ងៃទី17ខែមេសាឆ្នាំ1979ហើយបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជនបទសម្រាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ជាង3លាននាក់ដោយបង្ខំឲ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំងដោយសត្វធានគ្មានថ្ងៃសម្រាកធ្វើទរណកម្មបំបិទសិទ្ធិសេរីភាពសពបែបយ៉ាងបង្កជាសោកនាដកម្មដ៏ជូរចត់ជាពេលវេលាដ៏ខ្មៅងងឹតដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែកពេលឈឺគ្មានថ្នាំព្យាបាលគ្មានអាហារបរិភោគគ្រប់គ្រាន់គ្មានសិទ្ធិសេរីភាពសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានពីកំណើតរបស់មនុស្សក៏គ្មានដែរទើបនៅថ្ងៃទី7ខែមករាឆ្នាំ1979ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានដឹកនាំរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រឡាយពូជសាសន៍ប៉ុលពតរួចដឹកនាំការពារស្ដារនិងកសាងប្រទេសជាតិឡើងវិញចេញពីចំណុចសូន្យដែលដៃម្ខាងកាន់អាវុធការពារទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រឡាយពូជសាសន៍ប៉ុលពតហើយដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិរហូតឈានដល់ដំណាក់កាលចរចាផងប្រយុទ្ធផងរហូតសម្រេចបានកិច្ច